រៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះវីដេអូថ្មីទៀតហើយចាអ្នកទាំងអស់គ្នាបាត់ខ្ញុំយូរហើយឥឡូវគឺខ្ញុំមកបង្ហោះវីដេអូវិញហើយចាអញ្ចឹងថ្ងៃនេះគឺយើងទៅបនកឋិននៅស្រុកបារាំងចាចេញវីដេអូម្ដងណាគឺមានតែបនរហូតអត់មានរឿងអីផ្សេងគឺបនរហូតវីដេអូថ្មីនេះចាអញ្ចឹងឥឡូវគឺយើងមកដល់វត្តហើយនេះថ្លៃទាំងអស់ដែលគេដាក់នៅហ្នឹងហើយនេះគឺមកដល់កន្លែងគេលក់នំលក់អីដូចលក់មុននៅភ្ជុំបិណ្ឌអញ្ចឹងកន្លែងវត្តដដែលឬក៏ដដែលការលក់ដូរអីក៏ដូចតែគ្នាហើយអ្នកទាំងអស់គ្នាឆ្ងល់ថាហេតុអីបានចេញវីដេអូឲ្យបាត់អញ្ចឹងអត់មានអីធ្វើអីចេញអីរាល់អាទិត្យអីចាតាមពិតទៅគឺខ្ញុំនៅរៀនហើយអញ្ចឹងហើយពេលចិត្តបាកងតូចនេះគឺគ្រូក៏ដាក់គេការសាលាឆ្លាមមែនទែនចាឯការប្រឡងអីក៏ឆ្លាមទៀតអញ្ចឹងអត់សូវបានធ្វើវីដេអូឬក៏ថតអីទេមករយៈពេលនេះចាឥឡូវគឺដល់ម៉ោងដាក់បាតហើយរួចហើយទៅបានញ៉ាំម្ហូបនេះគឺមានគ្រប់មុខចាមានទាំងកប់ត្រីសឡំជូរគ្រឿងអីគឺសេចតែម្ហូបខ្មែរហ្មងចាឆ្ងាញ់ណាស់ហើយជាផ្អែមមាននំកងសារាយអីចាឥឡូវគឺយើងមកដល់ពេលហែកឋិននឹងហើយអញ្ចឹងអ្នកគឺទូលថ្លៃនឹងឬក៏កាន់អីអញ្ចឹងហែជុំវិញវត្តណាចាអញ្ចឹងក្រុមឆាយ៉ាំហ្នឹងគឺគាត់អ្នកនាំមុខហើយហើយទៅគ្រប់គ្នាគឺតាមក្រុមឆាយ៉ាំហ្នឹងដែលជុំវិញវត្ត3ដងហ្នឹងទៅចាហើយរួចហើយទៅគឺគេមានរបាំជូនផ្កាចារាល់ដងគឺដូចនៅចូលឆ្នាំអីចឹងគឺមានអ្នករាំច្រើនកូនខ្មែរនៅស្រុកបារាំងនេះដែលគេបានរៀនណាតែថ្ងៃនេះគឺមានតែអ្នកគ្រូរបាំហ្នឹងទេអញ្ចឹងក៏ថតឲ្យបងប្អូនមើលទៅចាហើយគ្រូរបាំហ្នឹងគឺគាត់មកពីខ្មែរចាអញ្ចឹងថ្ងៃនេះគឺមានតែបនកឋិនហ្នឹងទេហើយអាទិត្យក្រោយគឺទៅធ្វើបនកឋិននៅវត្តផ្សេងទៀតនៅប្រទេសបារាំងហ្នឹងចាអាទិត្យក្រោយផែចេញវីដេអូកឋិនដល់មួយទៀតហើយចាតែលើកក្រោយហ្នឹងគឺនៅវត្តផ្សេងអញ្ចឹងកម្មវិធីអីប្រហែលខុសគ្នាខ្លះតិចចាអញ្ចឹងយ៉ាងនេះគឺវីដេអូមានតែប៉ុណ្្នឹងឯងសូមអរគុណដែលបានមើលដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ